គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទមកទៀតហើយពាក់ព័ន្ធនឹងការធ្វើកសិកម្មហើយនឹងនេសាទបាទហើយថ្ងៃនេះដែរគឺយើងមកបង្ហាញពីការធ្វើស្រូវស្រែប្រាំងលើកទី2បាទហើយនេះយើងបានរៀបចំដីរួចរាល់អស់ហើយបាទមានអូសលងដូចជាពង្រាបដីយ៉ាងស្អាតហើយបាទឡើងភក់ឡើងខ្មៅបឹកហើយអ្នកទាំងអស់គ្នានេះដីក្នុងអូហើយខាងលើនោះយើងកំពុងធ្វើការព្រួសបាទខាងនេះក៏យើងព្រួសដែរបាទហើយឥឡូវនេះខ្ញុំកំពុងតែចាប់ដើមរាយពូជបាទឥឡូវនេះយើងកំពុងតែធ្វើការព្រួសហើយបាទព្រួសដីទំហំ4ហិកតាជាង5ហិកតាហើយបាទឥឡូវនេះយើងកំពុងធ្វើការព្រួសហើយដីរបស់ខ្ញុំនេះខាងនេះគឺព្រុសហើយបាទព្រុសរួចរាល់អស់ហើយនៅតែកន្លែងដែលខ្ញុំលីពូជមិញទេកន្លែងដើមឈើដែលខ្ញុំបានថតក្បាលវីដេអូហ្នឹងគឺមិនទាន់ព្រុសទេបាទហ្នឹងយើងដាក់ស្រូវតំណុងដើម្បីទុកហូបហើយ4ហិកតាកន្លះនេះគឺយើងដាក់ស្រូវអ៊ីបាទស្រូវក្រហមអ៊ីណាំខុងបងឥឡូវយើងព្រួសចិត្តហើយបាទអានេះហើយនៅសល់តែកន្លះហាត់ទៀតទេយើងហើយហេឡូហ្នឹងហើយអ្នកទាំងអស់គ្នាសារទី2យើងចាប់ផ្ដើមទៀតហើយបាទអាសារទី1ទៅតែច្រូតហើយមិញនេះទៅតែថ្លឹងហើយទេបាទមិនទាន់បានលុយអាស្រូវសារទី1យើងទេឥឡូវនេះសារទី2យើងចាប់ផ្ដើមធ្វើទៀតហើយដូចអ្នកទាំងអស់គ្នាបានឃើញនឹងអញ្ចឹងដីយើងបានពង្រាបហើយថ្ងៃនេះដែរយើងធ្វើការព្រួសដោយដែលបានបង្ហាញនៅក្នុងវីដេអូអញ្ចឹងយើងកំពុងតែជួលគេក្នុងការព្រួសសម័យនេះគេមានព្រួសដ្រូនដែរអ្នកទាំងអស់គ្នាប៉ុន្តែសម្រាប់ខ្ញុំនៅព្រួសម៉ាស៊ីនទេក៏ដោយសារតែព្រួសដ្រូនយើងសាក់លបងមើលទៅវាព្រួសល្អដែរប៉ុន្តែវាហាក់បីដូចជារឿងស្ដើងបន្តិចហើយក៏ពូជយើងស្ទើរទេអ្នកនរគ្នាកាលសារទី1ហ្នឹងយើងក៏អត់សូវច្បាស់ដែរឥឡូវយើងព្រួសដល់កម្លាំងមនុស្សអញ្ចឹងយើងចង់ឲ្យថាវារៀងក្រាស់បន្តិចណាអ្នកនរគ្នាដោយសារតែយើងព្រួសដ្រូនសារទី1នោះស្រូវរបស់យើងទី1ស្រូវរបស់យើងអត់សូវក្រាស់ទេហើយក៏មកពីដីយើងធ្វើអត់បានផលអ្នកនរគ្នាដោយសារតែយើងធ្វើក្រោយគេណោះចាក់ស្ដែងដូចស្រែខ្ញុំមហាតាហ្នឹងអញ្ចឹងបានតែ38បាវហើយបើនិយាយពីការធ្វើវិញគឺយើងខិតខំធ្វើខ្លាំងមែនទែនបាច់ជីបាញ់ថ្នាំប៉ុន្តែដល់វាបញ្ហាចោតនោះដោយសារតែស្រូវរបស់យើងហ្នឹងវាយើងធ្វើក្រោយគេអញ្ចឹងទៅយើងបានតិចឥឡូវព្រុសសារទី2ទៀតហើយអ្នកនរគ្នាមើលខាងក្រោយខ្ញុំនេះគឺវាសត្វទឹកគឺយើងរៀបដីហើយថ្ងៃនេះដែរគឺថ្ងៃទី23ខែ4ឆ្នាំ2026បាទហ្នឹងអ្នកទាំងអស់គ្នាបន្ទាប់ពីយើងធ្វើការព្រួសមួយសន្ទុះរួចមកយើងក៏ដឹងថាស្រូវរបស់យើងហ្នឹងគឺខ្វះហើយដូចនេះហើយយើងត្រូវទៅយកពូជមកបន្ថែមអ្នកទាំងអស់គ្នាហើយនេះគឺជាស្រែដែលយើងព្រួសចុងក្រោយគេហើយអ្នកទាំងអស់គ្នាយកពូជមកនេះគឺយើងអត់បានត្រាំទេដោយសារតែយើងបញ្ញាប់ដើម្បីឲ្យអ្នកគាត់ព្រួសហ្នឹងគាត់ព្រួសឲ្យពេញស្រែរបស់យើងអញ្ចឹងណាអញ្ចឹងទៅយើងព្រួសត្រូវឆាវឲ្យអ្នកទាំងអស់គ្នាសម្រាប់ទឹកវិញជាក់ស្ដែងទៅពេលដែលយើងព្រួសយើងត្រូវធ្វើការបង្ហូរទឹកចោលអស់ហើយប៉ុន្តែសារទី2នេះសម្រាប់ស្រែខ្ញុំនៅថ្នាក់លើទួលវាខ្សាច់ច្រើនដូច្នេះយើងអត់បង្ហូរទឹកទេចាំល្ងាចបានយើងបង្ហូរបាទបន្ទាប់ពីយើងធ្វើការព្រួសហើយរួចរាល់អស់យើងក៏ដល់ម៉ោងត្រូវសម្រាកហូបបាយថ្ងៃត្រង់ហើយអ្នកនរគ្នាហើយខ្ញុំទៅមកធ្វើការដាំបាយទេដោយសារតែ
bài dân vịt màu té riêng sớ chẳng tới thôi cả đàm bài và thèm hay có chiên tray hay tray ní nè ở cái này nhầm phạm tích tray ní cứ nhom đu nó không ô vận tải ăn man thọt thì video chạy chun này tao này tu sna tê